សម្រាប់អត្ថន័យទី5នៃធម្មវិន័យដែលជាហេតុអស្ចារ្យឬក៏ជាហេតុដែលកម្រនឹងកើតមាននៅក្នុងធម្មវិន័យនេះគឺថាបើទោះបីជាពួកភិក្ខុទាំងឡាយបានចូលមកកាន់សាសនានេះប្រព្រឹត្តនៅព្រះមច្ចរិយធម៌ទាំងឡាយបានលុះនៅក្នុងសោតាសក្តិអនាគានិងព្រះអរហត្តផលដល់នៅការបរិនិព្វានដោយអនុបាទិសេសនុពានធាតុនៅពានធាតុក៏មិនងាយនឹងពេញទៅដោយពួកភិក្ខុទាំងឡាយដែលបានសម្រេចនៅគុណធម៌ទាំងឡាយនោះដែរដូចជាទឹកនៃមហាសមុទ្រមិនងាយនឹងពេញទៅដោយទន្លេស្ទឹងព្រែកទាំងឡាយឬក៏ភ្លៀងដែលធ្លាក់អំពីអីដល់អាកាសទោះបីជាទន្លេស្ទឹងព្រែកនិងទឹកភ្លៀងដែលធ្លាក់អំពីអីដល់អាកាសច្រើនយ៉ាងណាក៏ដោយក៏មហាសមុទ្រមិនងាយនឹងពេញទៅដោយទឹកទាំងអស់នោះបានយ៉ាងណាមិញនៅក្នុងព្រះសាសនានៃព្រះសម្មាសម្ពុទ្ធនេះទោះបីជាពួកឧបាសកឧបាសិកាភិក្ខុទាំងឡាយដែលបានសម្រេចនៅគុណធម៌ប្រព្រឹត្តនៅព្រះមច្ចរិយធម៌ទាំងឡាយសម្រេចនៅសោតាសក្តិអនាគានិងព្រះអរហត្តផលដល់នៅការបរិនិព្វានដោយអនុបាទិសេសនុពានធាតុនៅពានធាតុក៏មិនងាយពេញព្រៀបបានទៅដោយពួកភិក្ខុទាំងឡាយដែលសម្រេចនៅគុណធម៌បរិនិព្វានទៅយ៉ាងច្រើនក៏មិនងាយនឹងពេញនៅក្នុងព្រះនិព្វានបានឡើយនេះគឺជាហេតុអស្ចារ្យជាហេតុដែលកម្រនឹងកើតមាននៅក្នុងធម្មវិន័យនេះដែលពួកភិក្ខុទាំងឡាយបានចូលមកហើយមានសេចក្តីអស្ចារ្យមានសេចក្តីត្រេកអរនិងមានសេចក្តីជ្រះថ្លាពេលដែលបានចូលមកកាន់ក្នុងធម្មវិន័យនេះ